បាទជួយសួរបងប្អូនបាទថ្ងៃនេះខ្ញុំមកបង្ហាញពីប្លុកម៉ាស៊ីនឡាន OX 330បង្ហាញពីប្លុកម៉ាស៊ីនឡាន OX 330បងប្អូនមកមើលទាំងអស់គ្នាតើប្លុកម៉ាស៊ីនឡាន OX 330វាមានសភាពលក្ខណៈបែបម៉េចពួកបងប្អូនខ្លះគាត់អត់ដែលបានមើលអត់ដែលបានប្រើឡាន OX 330អញ្ចឹងគាត់អត់ដឹងប្លុកម៉ាស៊ីនរបស់វាមានរាងម៉េចតែបើសិនជាបងប្អូនប្រើបងប្អូនខ្លះគាត់ដឹងហើយចឹងខ្ញុំបង្ហាញឲ្យជូនបងប្អូនណាដែលគាត់ចង់មើលចង់ដឹងអំពីប្លុកម៉ាស៊ីនឡាន OX 330ប្លុកម៉ាស៊ីនឡាន OX 330នេះគឺសភាពឡានគឺមានរាងបែបហ្នឹងហើយបងប្អូនដែលធ្លាប់ប្រើប្រហែលជាគាត់ដឹងហើយពីរបៀបប្រើប្រាស់នៃប្លុកម៉ាស៊ីននេះតែនេះខ្ញុំគ្រាន់ចែករំលែកអំពីបទពិសោធន៍ខ្លះៗតាក់ទងជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនឡាន330បាទអញ្ចឹងម៉ាស៊ីនឡាន330កម្លាំងវាគឺ 3.3 វាលើស300ទៀត300កម្លាំង 3.0 តែ330 3.3 ហើយទំហំនៃការស៊ីសាំងវាបើតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ប្រើហើយរថយន្តចំពោះរថយន្តនេះគឺផ្លូវលាតចន្លោះពី10ទៅ11លីត្រក្នុង100គីឡូអាហ្នឹងផ្លូវលាតហើយបើផ្លូវក្រុងវិញប្រហែលជា11ទៅ12អាហ្នឹងរថយន្តដែលខ្ញុំជិះរថយន្តបងប្អូនហ្នឹងអាចជាលើសឬក៏អាចជាតិចជាងហ្នឹងអាស្រ័យលើរថយន្តតែបើចំពោះខ្ញុំគឺប្រហែលប៉ុណ្ណឹងហើយខ្ញុំក៏មិនប្រកាសមិនច្បាស់លាស់ដែរប៉ុន្តែអានេះតាមអ្វីដែលខ្ញុំធ្លាប់មានបទពិសោធន៍ក្នុងការប្រើប្រាស់ឡានជាច្រើនហើយខ្ញុំនឹងបង្ហាញតាក់ទងបទពិសោធន៍របស់ខ្ញុំបាទអញ្ចឹងប្លុកម៉ាស៊ីនឡានគឺខាងនេះបងប្អូនមើលខាងនេះអានេះគឺប្រេងហ្វ្រាំងឡានបងណាហ្វ្រាំងឡានបងប្អូនមើលទៅប្រេកគឺហើយប្លុកវានៅខាងនេះជារួមម៉ាស៊ីនឡានបើសិនជាម៉ាស៊ីននៅស្អាតគ្រាន់តែលេខមកបងប្អូនឃើញនឹងទៅពេញចិត្តតែម្ដងបាទហើយអានេះគឺអាគុយថ្មីទើបតែដូរអាគុយនេះគឺប្រើកាន់គូសំជារួមខ្ញុំប្រើអាគុយឡាននេះប្រហែលជា3 4ទេប៉ុន្តែមិនដាក់តាឡានហ្នឹងណាដាក់ឡានផ្សេងគ្រាន់តែយើងប្រើតែអាគុយម៉ាក់ហ្នឹងបាទហើយប្លុកម៉ាស៊ីនវាអានេះគឺទឹកស្អំម៉ាស៊ីនបាទនេះកម្លោបខាងម៉ាស៊ីនបាទនៅក្តៅតិចតិចទើបបើកមិញទើបបញ្ឆេះមិញអានេះគឺប្លុកខាងនេះយើងដាក់វីសបងណាដាក់វីសជាប់អត់ដាក់គាត់អីដែរព្រោះពេលយើងបិទទៅវាអត់មានអង្គើអត់មានរេទេតែខ្ញុំក៏ដាក់វីសទៅគ្រាន់យើងការពារបានហើយចឹងបងប្អូនបើកអាហ្នឹងមកនេះគឺប្លុកខាងម៉ាស៊ីនឡានខាងអានេះគឺទឹកបាញ់កញ្ចក់បងណាទឹកបាញ់កញ្ចក់ហើយអានេះគឺប្រេងចង្កូតនេះទឹកបាញ់កញ្ចក់បងណាទឹកបាញ់កញ្ចក់អានេះគឺប្រេងចង្កូតបាទប្រេងចង្កូតគឺកណ្ដុះវាមានប៉ុណ្ណេះយើងដាក់តាមកណ្ដុះហ្នឹងមកបាទហើយនេះគឺហ្វ្រាំង ABS គឺនៅស្អាតហើយប្លុកម៉ាស៊ីនវាគឺមានរាងបែបហ្នឹងបងប្អូនអាចមើលតាមរូបភាពនេះបានខ្ញុំបង្ហាញនៅក្នុងវីដេអូនេះសន្សំជូនបងប្អូនអាចមើលលេងទៅកំសាន្តលេងបើសិនបងប្អូនណាគាត់ចង់ឃើញអំពីប្លុកម៉ាស៊ីនឡាន OX 330ខ្ញុំបង្ហាញជូនខ្ញុំធ្លាប់បង្ហាញប្លុកម៉ាស៊ីនឡានបលែនប្លុកម៉ាស៊ីនឡានផ្សេងតែក្នុង channel ផ្សេងដោយសារ channel ហ្នឹងវាខូចអញ្ចឹងខ្ញុំដាក់ channel ជាមួយនឹង channel លក់ tractor តែម្ដងដើម្បីបង្ហាញជូនបងប្អូនហើយណាមួយព្រោះខ្ញុំដែរបានបង្ហាញឡាន330ដែរអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញឡាន330ជូនបងប្អូនបាទប្លុកម៉ាស៊ីនបើសិនជាប្លុកម៉ាស៊ីនស្អាតគឺបងប្អូនមើលទៅឃើញអញ្ចឹងបាទអញ្ចឹងប្លុកម៉ាស៊ីនវាគឺមានប៉ុណ្ណឹងហើយបងប្អូនប្រើប្រាស់គឺតាមហ្នឹងទៅមុននឹងពេលដែលបងប្អូនប្រឆេះបងប្អូនស្ដាប់សលេងឡានបងប្អូននៅពេលឆេះទៅតើវាមានបញ្ហាបើមានបញ្ហាបងប្អូនផ្ទៀងស្ដាប់វាបញ្ហាដោយសារអីជួនកាលបងប្អូនជិះរាល់ថ្ងៃបងប្អូនដឹងថាឡានខ្លួនឯងហ្នឹងមានបញ្ហាអីជួនកាលទៅទុកចោលយូរពេកក៏អាចមានបញ្ហាដែរដោយសារកតោចូលឬក៏កតោលើឆេះស្គៀខ្សែភ្លើងឬក៏ប៉ះកន្លែងណាអញ្ចឹងទៅគឺធ្វើឲ្យឆេះអត់ស្រួលអញ្ចឹងបងប្អូនត្រូវចេះថែរក្សាត្រូវចេះតាមដានបាទហើយបើសិនបងប្អូនពេញចិត្តនៅវីដេអូយើងខ្ញុំសូមជួយចុច like share និង subscribe ក្នុង channel របស់យើងខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែលខ្ញុំបង្ហោះចូលទៅបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្ណេះអរគុណសម្រាប់ការតាមដានអរគុណជម្រាបលា